Bây chú đã bao con muối. Chào bạn này. Ô, bây giờ chẳng sợ bà lòng cả scam tại con khá này nè. Bà lòng vô chụp vô lẹ mỏ này nè. Xong rồi bắt đầu bông căn đầy nữa nâng bia chia xong rồi bắt thả bị ca ấy kì. Ca bà cột sốt vô rừng quan. Ca bà cột sốt, mê sốt. Chà. Mà dơ anh khưng. Sốt pĩa đi còn sốt thỏ. Sốt pĩa lục rù. Sốt pĩa lục rù. Nhớ. Mình sốt thỏ này. Trong ôn phức hạt và hai rồi dẹp pê phẩm màn ngay phẩm màn khai đấy để ai chọn trăm sốt trăm trâu bàn cầm rật nâng ôn. Chà lục pi khai. Oh my god. Wow. Pi khai trăm bàn pi ở hậu chiêng này. À lớp lịch bên nhau hỏi. À lớp lịch bên nhau hỏi. Chắc mà ôn hoạt chám ai lịch vinh có ai bà chơi không ca bà lòng đây. Ok. Bà, số đây ôn chung ấy. Chúng tôi lục rù chung mua ri chật ra. Ri chật ra. Màu bị phôm na khai na. Màu bị phôm vọt nọ. Phôm vọt nọ liều bây giờ phôm nàng dương nâng mến. Chà lục rù. Bà. Cả riêng bảo ôn phức hát prăng riêng dạng mạch đây từ ai chọn trăm bịa bàn trớn. Chà chúng tôi lục rù ca vắc hátប្រកួតពាក្យរបស់ខ្ញុំគឺខ្ញុំទន្ទិញវានៅពេលព្រឹកហើយដោយសារតែខាងសាលារៀបចំការវឹកហាត់ពេលព្រឹកម៉ោង6 7ព្រឹកអញ្ចឹងធ្វើឲ្យការវឹកហាត់របស់ខ្ញុំនឹងចងចាំបានល្អដោយសារតែពេលព្រឹកហ្នឹងគឺជាពេលដែលគូក្បាលយើងចាប់ផ្ដើមដំណើរការអញ្ចឹងធ្វើឲ្យការចងចាំពាក្យរបស់ខ្ញុំនឹងគឺបានល្អហើយនៅពេលល្ងាចគឺខ្ញុំចាប់ផ្ដើមទន្ទិញពាក្យទៀតហើយលោកគ្រូខាងសាលាគាត់បានរៀបចំការរំលឹកពាក្យថែមអញ្ចឹងធ្វើឲ្យខ្ញុំចងចាំពាក្យបានល្អ Ok.សាលាយើងរៀនតែពាក្យសុទ្ធទេឬក៏រៀនវិញ្ញាសាដែរអូន ចាជំរាបលោកគ្រូគឺរៀនទាំងវិញ្ញាសានិងរៀនពាក្យ វិញ្ញាសាអូនអាចរៀនបានប្រមាណប្រហែលជាចងចាំបានច្រើនដែរទេ ចាលោកគ្រូចងចាំបានច្រើនគួរ ហើយប្រឡងថ្ងៃទីប៉ុន្មានដែរនេះប្រឡងនៅក្រសួង សម្រាប់នាងខ្ញុំប្រឡងនៅថ្ងៃទី5ខែ3ឆ្នាំ2026 5ខែ3ប្រឡងគ្រាន់តែទៅយកប័ណ្ណពិសោធន៍ទៅមើលវិញ្ញាសាទេឬក៏ប្រឡងយកជាប់យកធ្លាក់តែម្ដងបាទ ប្រឡងយកជាប់តែ យកជាប់ ល្អអានរស់ហ្នឹងបាទអានរស់ហ្នឹង យកធ្លាក់តែម្ដងណាមូលហេតុដែលបងអូនមិនអាចរងចាំឧស្សាហកម្មបានមានហេតុផលអីខ្លះអាចប្រាប់បានទេអូន ដោយសារតែខ្ញុំគិតថាឧស្សាហកម្មអាចនឹងយូរតទៅមុខទៀតហើយក៏អត់ដឹងថាពេលណាដែលក្រសួងខាងក្រសួងគេលក់ពាក្យឧស្សាហកម្មអញ្ចឹងខ្ញុំគិតថាដោយសារតែខាងស្រីអញ្ចឹងឧស្សាហកម្មវាគ្រាន់នឹងធ្លាក់ឈ្មោះហើយវាយូរអញ្ចឹងគិតថាដាក់កសិកម្មទៅវាលឿន ចឹងអូនបារម្ភពីបញ្ហាដែលប្រសិនបើប្រឡងឧស្សាហកម្មជាប់ហើយយូរធ្លាក់ឈ្មោះបញ្ហាហ្នឹងអូនព្រួយបារម្ភដែរអូនដឹងអីខ្លះពីបញ្ហាថាយូរធ្លាក់ឈ្មោះស្រីពិបាកក្នុងការធ្លាក់ឈ្មោះផ្នែកឧស្សាហកម្មហ្នឹងតាមការអូនយល់អូនដឹងជួយចែករំលែកប្រាប់មិត្តភ័ក្តិយើងផងបានទេ ចាជំរាបលោកគ្រូខាងស្រីដោយសារតែឧស្សាហកម្មគេអត់សូវរើផ្នែកស្រីដោយសារទី1ស្រីគឺខាងតកែការ៉េគេមើលមកដោយសារតែយើងមានកម្លាំងអត់សូវមាំមួនដូចបរោះហើយអត់សូវលះលហួនហើយទី2នោះគឺសុខភាពអត់សូវមាំមួនដូចបរោះ ចាលោកគ្រូ ចឹងប្រសិនបើនារីឬក៏បងប្អូនស្រីចង់ដាក់ផ្នែកឧស្សាហកម្មរងចាំផ្នែកឧស្សាហកម្មតើតែបំពេញលក្ខខណ្ឌឲ្យបានគ្រប់គ្រាន់ឬក៏ប្រហាក់ប្រហែលនឹងបរោះណា ចាលោកគ្រូ អូខេអរគុណច្រើនជូនបងប្អូនឲ្យមានសុខភាពល្អការចងចាំកាន់តែឆ្លៀសវៃហើយប្រឡងជាប់ជោគជ័យនៅថ្ងៃទី5ខែ3 2025អូនឈ្មោះអីហើយនៅភូមិណាឃុំណាខេត្តណា ខ្ញុំឈ្មោះហៃមករាគ្រូនៅភូមិក្ដុលឃុំក្ដុលសែនជ័យស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ហាយមករា ហាយមករា ហាយមករាមកពីក្ដុលសែនជ័យ បាទ ទឹកផុសកំពង់ឆ្នាំងយើងហ្នឹង បាទ អូនរៀនបានខែហើយ រៀនប្រហែលជា3ខែជាងគ្រូ ប្រហែលជា3ខែជាងជប់ ការរំលឹកពាក្យរបស់ខ្ញុំគឺនៅពេលព្រឹកបូកសំទាំងរំលឹកពាក្យជាមួយគ្រូថែមទៀតហើយនឹងពេលល្ងាចមុនពេលចូលគេងគ្រូ អូខេអញ្ចឹងមួយថ្ងៃ3ដងណាមួយថ្ងៃ3ដងពេលព្រឹកហើយនឹងពេលម៉ោង4ម៉ោង5រំលឹកម្ដងទៀតហើយនឹងមុនពេលចូលគេងអូនអនុវត្តទៅតាមបន្ទប់ខ្លួនឯង បាទ បាទយល់ឃើញយ៉ាងណាដែរចំពោះការសិក្សានៅសាលាកូរ៉េកាបែងយើងខ្ញុំអូន យល់ថាល្អគ្រូព្រោះក៏បានបរៀនពាក្យជាច្រើនដែលតកតងនឹងវិញ្ញាសានៅក្នុងវិញ្ញាសាច្រើនអញ្ចឹងពេលដែលចេញវិញ្ញាសាទោះយើងរៀនបានច្រើនតែយើងអាចឆ្លេចពាក្យនឹងការស្វែងយល់របស់យើងបាន អរគុណចំពោះការយល់ឃើញនិងឲ្យតម្លៃនៅសាលាកូរ៉េកាបែងចង់មានអីទៀតទេដែលអាចគិតថាល្អសម្រាប់អូនហើយនឹងមិនសូវល្អសម្រាប់អូន ពួកខ្ញុំគឺល្អទាំងថាមានកន្លែងស្នាក់នៅសមរម្យហើយមានតុបទឹកមានទឹកប្រើប្រាស់និងមហាឧបករណ៍គ្រប់គ្រាន់ អូអញ្ចឹងអត់មែនថាដាច់ទឹកពេលទៅប្រើប្រាស់ទប់ទឹកទេអូខេអញ្ចឹងឥឡូវសាអូន unboxing តែម្ដងមើលក្នុងហ្នឹងមានអីខ្លះអូនគាត់ជួយអបអរគាត់មួយបាទគាត់មានអារម្មណ៍យ៉ាងម៉េចដើម្បីសួរបានរង្វាន់ដោយមិត្តភក្តិយើងដែររង្វាន់គាត់អស់ហើយអូនណារង្វាន់លើក្រោយ200
បាទ